ថ្ងៃនេះចេញដំណើរមកស្រែមកដកស្មៅស្រែអញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយឥឡូវនេះពងតែដកស្មៅស្រែបានម្ដាយហើយឥឡូវពងឲ្យចូលពីបងប្អូនដាក់កាមេរ៉ាទិដ្ឋភាពនៅវាលស្រែអញ្ចឹងណាហ្នឹងហើយមើលវាលស្រែធំធីហ្នឹងបងប្អូនអើយហ្នឹងហើយទឹកលហលហេវរសារប្រហែលថ្ងៃនេះពេលភ្លៀងមួយអាទិត្យទួនតែម្ដងហ្នឹងហើយឥឡូវនេះកំពុងតែចុះដកហ្នឹងហើយបងប្អូនចុះដកស្មៅអញ្ចឹងកុំឲ្យវាស្មៅវាច្រើនពេកហ្នឹងហើយស្មៅច្រើនពេកស្រូវយើងអត់បានសូវបានហូបទេហ្នឹងហើយអញ្ចឹងហើយយើងចូលដកខ្លះហើយយើងស្លូកខ្លះចឹងណាបងប្អូនហ្នឹងហើយព្រោះយើងមើលដែរទេហ្នឹងហើយមើលដែរអញ្ចឹងហើយជើយើងអាទិត្យក្រោយបានទៀតចាំយើងមកដកស្លូកហ្នឹងហើយមួយស្លូកចឹងណាហ្នឹងហើយបងប្អូនដូចឃើញក្នុងវីដេអូនេះហើយព្រោះមើលណាស់ហ្នឹងហើយមើលតែស្មៅវាច្រើនហើយក្រាស់ខ្មឹកចាំមើលបាច់ជីបាច់អីហើយអាចស្លូកអាចអីហើយបងប្អូនហ្នឹងហើយឥឡូវនេះចាប់ដើមឡើងទៅផ្ទះវិញហើយព្រោះអីថ្ងៃត្រង់ហើយម៉ោង10ជាងហើយជិត2:10ហើយឡើងទៅដាំបាយដាំអីចឹងណាតែមិនទាន់បានទៅដាំបាយទេហ្នឹងហើយមករោដកទៅពាំងដកអីចឹងវានៅស្ទឹងយើងបងប្អូនហ្នឹងហើយនៅស្ទឹងយើងមករោដកទៅពាំងក្រួយខ្នោខ្ញុំស្ទើរដើមទៅពាំងនេះហើយដើមទៅពាំងមកគុំហ្នឹងហើយមករោមើលជីកទៅពាំង3 4យកទៅឆ្លបើហើយឆ្ងាញ់ណាស់បងប្អូនហើយហ្នឹងហើយបានឆ្លបើហើយឆ្លអីចឹងណាបានទៅប្រាទៅពូមកអែមណាស់បងប្អូនបាទអរគុណបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាជូនពរបងប្អូនសុខភាពល្អទាំងអស់គ្នាបាទអរគុណច្រើន